ធ្វើការឲ្យគេរត់ថ្ងៃនេះចិត្ត10 ឆ្នាំហើយបើគិតទៅហើយរត់ថ្ងៃនេះក៏ខ្ញុំមានគំនិតចង់រកស៊ីខ្លួនឯងជាអាជីវកម្មមួយធំដុំដែរអញ្ចឹងណាខ្ញុំគឺជាមនុស្សម្នាក់ដែលមានក្តីសម័យក្នុងការបើកហាងលក់គ្រឿងសង្ហារឹមខ្ញុំទទួលបានការសរសើរពីអ្នកទាំងអស់គ្នាច្រើនខ្លាំងមែនទែនតាក់ទងជាមួយនឹងការតុបតែងខុនដូរបស់ខ្ញុំនេះនិយាយថាខ្ញុំនឹងបកកែរក furniture ដាក់អីអញ្ចឹងណា so I'm proud of that ដោយសារតែភាគច្រើនគឺខ្ញុំក៏មកពីស្រុកក្រៅហើយនៅពេលដែលខ្ញុំចូលចិត្តផ្នែកអញ្ចឹងគឺចេះតែបែកកដិតចង់រកស៊ីផ្នែកហ្នឹងតែខ្ញុំដឹងតាក់ទងជាមួយនឹងការរកស៊ីគឺវាមិនស្រួលទេជាពិសេសគឺក្នុងដំណាក់កាលដំបូងហើយមួយទៀតហ្នឹងគឺតាក់ទងជាមួយនឹងរឿងលុយកាក់ហ្នឹងតែម្ដងឲ្យតែខ្ញុំតនេគឺខ្ញុំតែអង្គុយមើលតាក់ទងជាមួយនឹងគ្រឿងសង្ហារឹមចេញថ្មី interior design អ្វីតាក់ទងជាមួយនឹង furniture គឺខ្ញុំអង្គុយមើលរហូតបើបានណា supplier របស់ខ្ញុំ mostly មកពីស្រុកក្រៅដែរហើយដើម្បីឲ្យមានភាពងាយស្រួលហើយខ្ញុំនឹងប្រើប្រព័ន្ធ Swift របស់ធនាគារកាណាឌីយ៉ាតែនឹងទទួលប្រាក់ជុំវិញពិភពលោកជាមួយមនុស្សជាទីស្រឡាញ់ជាពិសេសដៃគូអាជីវកម្មប្រកបដោយភាពងាយស្រួលរហ័សនិងសុវត្ថិភាពកម្រៃសេវាពិសេសឥឡូវនេះត្រឹមតែ$12ទេសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមប្រព័ន្ធ Swift ជាមួយធនាគារកាណាឌីយ៉ាតាមបណ្ដាញ Digital រួមមានកាណាឌីយ៉ា Bank App ថ្មីសំខាន់អ្នកទាំងអស់គ្នាមានឱកាសឈ្នះរង្វាន់រហូតដល់$888ទៀតផងនិយាយទៅបងដែលគាត់មានតម្រូវការផ្ទេរប្រាក់ទៅក្រៅប្រទេសចេញចូលញឹកញាប់អញ្ចឹងដូចជាសម្រាប់ការទូទាត់ទំនិញរវាងដៃគូអាជីវកម្មឬផ្ទេរទៅសាច់ញាតិបងប្អូនឬបង់ថ្លៃសាលានៅស្រុកក្រៅអីចឹងអាចប្រើប្រាស់ប្រព័ន្ធ Swift របស់ធនាគារកាណាឌីយ៉ាបានដោយសារតែស្រួលរហ័សសុវត្ថិភាពចំណេញហើយបងមានឱកាសឈ្នះរង្វាន់ទៀត